ពេលការដោះស្រាយវាត្រូវការពេលវេលាដោះស្រាយតាមសន្តិវិធីផ្អែកទៅលើផ្លូវច្បាប់ជាមូលដ្ឋានម្សិលមិញនេះយើងបានចាប់ផ្ដើមនៅការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ UN Clause ហើយដើម្បីដោះស្រាយការពារអធិបតេយ្យភាពនិងសិទ្ធិដែនរបស់កម្ពុជានៅលើដែនសមុទ្រដោយប្រើប្រាស់ UN Clause ការផ្សះផ្សាដោយបង្ខំនេះឯងអញ្ចឹងវាប្រើពេលប៉ុន្តែវាប្រសើរជាងបញ្ជូនទាហានទៅច្បាំងគ្នាស្លាប់ហើយដោះស្រាយមិនចេញមកចរចាដដែលដោយមិនចាំបាច់បាទដរាបណាយើងនៅមានការដោះស្រាយបញ្ហាជាតិទឹកដីដោយសន្តិវិធីហើយជឿចុះគ្មានការដោះស្រាយដោយកម្លាំងមួយណាដែលមានស្ថិតទេបាទគ្មានយករកក្រោះទៅគ្មានគ្រាប់បែកទៅគ្មានធ្វើផ្លូវបេតុងគ្មានអីដែលការពារសិទ្ធិស្របច្បាប់របស់ប្រទេសណាមួយទេទាល់តែប្រើតាមច្បាប់បានត្រូវ